សំណួរសួរថាតើមេស៊ីនិងរ៉ូណាល់ដូតើអ្នកណាជាកីឡាករល្អជាងគេអ្នកទាំងពីរបានបង្កើតយុគសម័យមួយដែលមិនធ្លាប់មានដោយម្នាក់ៗមានចំណុចខ្លាំងនិងស្ទីលលេងប្លែកពីគ្នាមួយស្ទីលលេងនិងសមត្ថភាពពីធម្មជាតិ playing style and natural talent Messi ត្រូវបានគេចាត់ទុកជាទេពកោសល្យពីធម្មជាតិគាត់មានសមត្ថភាពគ្រប់គ្រងបាល់យ៉ាងស្អិតជាប់ជើងរត់គេចពីខ្សែការពារក្នុងលំហចង្អៀត dribbling និងមានចក្ខុវិស័យខ្ពស់ក្នុងការបញ្ជូនបាល់ playmaking គាត់មិនត្រឹមតែជាអ្នកទាត់បញ្ចូលទីដ៏សាហាវនោះទេប៉ុន្តែគាត់ក៏ជាអ្នកបង្កើតឱកាសដ៏ពូកែបំផុតផងដែរ Cristiano Ronaldo ម៉ាស៊ីនផលិតគ្រាប់បាល់និងការខិតខំប្រឹងប្រែងរ៉ូណាល់ដូគឺជានិមិត្តរូបនៃការខិតខំប្រឹងប្រែងនិងវិន័យខ្ពស់គាត់បានអភិវឌ្ឍខ្លួនពីកីឡាករខ្សែស្លាបដែលមានបច្ចេកទេសរហ័សរហួនមកជាខ្សែប្រយុទ្ធកណ្ដាល striker ដ៏ពេញលេញនិងមានឥទ្ធិពលបំផុត 2. ស្ថិតិនិងពានរង្វាន់បុគ្គល Messi ឈ្នះពាន Ballon d'Or ចំនួន8ដងច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពាន Europe Golden ចំនួន6ដងនិងរកចំនួនគ្រាប់បាល់សរុប Career Goal ជាង800គ្រាប់ការបញ្ជូនបាល់ assist ច្រើនជាងលេចធ្លោខ្លាំងខាងការបង្កើតឱកាស Ronaldo ឈ្នះពាន Ballon d'Or ចំនួន5ដងពាន Europe Golden ចំនួន4តិចជាង Lionel Messi ចំនួនរកគ្រាប់បាល់សរុប Career Goal ជាង900គ្រាប់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រការបញ្ជូនបាល់ assist តិចជាង Messi 3. ពានរង្វាន់ជាមួយក្រុមនិងជម្រើសជាតិMessi បានឈ្នះពានរង្វាន់ធំៗទាំងអស់ក្នុងលោករួមមានពានរង្វាន់លីកជាមួយ Barcelona និង PSG Champions League និងអ្វីដែលពិសេសបំផុតនោះគឺពានរង្វាន់ពិភពលោក FIFA World Cup 2022និង Copa America 2ដងជាមួយ Argentina Cristiano Ronaldo គឺជាស្ដេចត្រាញ់នៃពានរង្វាន់ UEFA Champions League ឈ្នះ5ដងនិងជាអ្នកទាត់បញ្ចូលទីច្រើនជាងគេក្នុងពាននេះជាមួយជម្រើសជាតិគាត់បានដឹកនាំព័រទុយហ្គាល់ឈ្នះពាន UEFA Euro 2016និង UEFA Nations League សន្និដ្ឋានបើអ្នកចូលចិត្តកីឡាករដែលមានទេពកោសល្យជោគជាំភាពច្នៃប្រឌិតខ្ពស់និងការលេងដ៏ជក់ចិត្ត Lionel Messi គឺជាចម្លើយបើអ្នកចូលចិត្តកីឡាករដែលមានវិន័យល្អកាយសម្បទាល្អឥតខ្ចោះភាពជាអ្នកដឹកនាំនិងជាម៉ាស៊ីនរកគ្រាប់បាល់ទោះក្នុងស្ថានភាពណាក៏ដោយ Cristiano Ronaldo គឺជាចម្លើយ